you show us who are they. Okay. Yeah. From this side, this is Frank Ray from England. And then the middle is my wife. And the other one is Radha Manikan. And in the middle is Lukru Sambat. The next one is Surya Parung and Steve West Green. ឥឡូវនេះខ្ញុំសូមប្រាប់ថាតើរូបខ្ញុំថតពីថ្ងៃណាគឺមានផុសតាំងនៅទីនេះគឺនេះឆ្នាំ89នេះថ្ងៃ15នេះខែតុលាដូច្នេះគឺ Yes. ដូច្នេះគឺអត់ដែល37ឆ្នាំហើយបងប្អូនហើយខ្ញុំឃើញតែគាត់និយាយពីប្រពន្ធគាត់នៅក្មេងប្រពន្ធគាត់មិននឹងគាត់ថាប្រពន្ធគាត់តើនៅក្មេងឯចាស់បាទនៅដែរហើយតើរូបនេះថតឲ្យណាប្រទេសហ្វីលីពីននៅក្រុងម៉ានីលប្រទេសហ្វីលីពីនឆ្នាំ89ចុះដែលខ្ញុំដែលអង្គុយនៅកណ្ដាលនោះចាស់ហើយក្មេង37ឆ្នាំហើយដូចនេះឥឡូវក្មេងមុនចាស់សុំមួយទៀតបាទហើយឥឡូវនេះប្រពន្ធរ៉ូបេតូគាត់អង្គុយនៅខាងចំខាងនោះហើយខ្ញុំនៅខាងនេះបន្ទាប់មករ៉ាដាម៉ាឌីកាហើយបន្ទាប់មកទៀតលោកសុកដឿងហើយសុកញឹកអរុននៅសុកបារាំងសុកអាមេរិកចុះលើមួយនេះណារ៉ូបេតូMaurice គាត់នៅចាំថា Maurice Mohan គាត់មកពីប្រទេសអង់គ្លេសបាទហើយយើងជួបនៅណា Lausanne World Congress គឺអង្គការ World Vision គេបានទិញសម្បត្តិប៉ាហងឲ្យខ្ញុំទៅចូលរួមប្រជុំក្នុង Lausanne World Congress គឺលើកទី2ហើយដែលគេជួបជុំគ្នាហ្នឹងគេជួបជុំគ្នា14ឆ្នាំម្ដងដូច្នេះលើកទី2គឺធ្វើនៅក្រុងលើឡាប្រទេសរ៉ូបេតូហើយនឹងឯប្រទេសរ៉ូបេតូបាទYeah. Roberto, can you come and just say hello to everyone in Tagalog? Tagalog. Yeah. Magandang umaga. Kumusta po kayo? Greetings from Manila. We love you all. Minamahal ka namin kayo sa pangalan ng Panginoong Yesus. Thank you very much. មកអរគុណដល់បបផែនមកមកសុំបបផែនតិចមក Please translate. Can you translate what you say? Oh, yeah. Okay, we said, how are you? We love you because we love the Lord and we love you all in the name of the Lord. Hello, ni adaជាមួយនឹងសាច់រឿងនេះខ្ញុំបានអតិថានសម្រាប់ពិភពលោកដែលកំពុងតែមានសង្គ្រាមនៅប្រទេសអឺរ៉ុបនេះ គឺ
គឺពីថ្ងៃពុទ្ធមុនហ្នឹងខ្ញុំបានលើកអំពីយេរេមីជំពូក49ខ35ដល់38ហើយក្រោយដែលបានអធិដ្ឋានទៅកាន់ព្រះហើយថ្ងៃសៅរ៍គឺលើដំណឹងថាការច្បាំងនេះនឹងចូលមកដល់គៀកនឹងទីបញ្ចប់ដូច្នេះអរគុណព្រះអង្គទោះបីជានៅមានបញ្ហាតិចតួចក្តីប៉ុន្តែគឺយើងបានអធិដ្ឋានសូមឲ្យប្រហាតីព្រះអង្គបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គដែលបានកត់ទុកនៅក្នុងគម្ពីរដូច្នេះនៅថ្ងៃ25ខាងមុខ25ថ្ងៃសៅរ៍យើងនឹងជួបជុំគ្នានៅផ្ទះមុំលើកដៃមើលអូនៅនេះទេបន្ទាប់ពីផ្ទះមុំមកខែក្រោយមួយទៀតទៅផ្ទះខ្ញុំពីព្រោះខ្ញុំដាក់ heater អីស្រួលបួលដូច្នេះបងប្អូនអត់ខ្លាចតិចអីបាទបងសំរឿនគាត់ចាំរងចាំថាតើបងប្អូនឃើញគាត់ពីមុនហើយឥឡូវនេះខុសគ្នាយ៉ាងម៉េចអរគុណបងដែលព្រះអង្គចាត់តែប្រទានពរឲ្យគាត់អាចធ្វើដំណើរចុះឡើងបានហើយសាបានជប់មុខជាមួយយើងគ្រប់គ្នាអរគុណបងអរគុណមិនដែរបងប្អូនមកគាត់ពីមុនដល់ឡើយខ្ញុំបងឮថាលោកគ្រូនឹងប្រចាំស្លែកចាំខ្ញុំភ័យមែនតើហើយគាត់ឡើងមកទៀតលែងចង់ឡើងប៉ុន្តែបានជួយលើកទឹកចិត្តខ្ញុំរំលឹករឿងចាស់ឡើងវិញដែលយើងបានសម្រេចថាយើងនឹងបម្រើព្រះអង្គក្នុងដំណឹងល្អទៅស្រុកខ្មែរមុននឹងខ្ញុំមកខ្ញុំមានការនឿយហត់ខ្លាំងមែនទែនរកលើគាត់ឈឺច្រើនដងចូលពេទ្យច្រើនដងហើយឆ្នាំមុនគាត់ត្រូវដាក់ថ្មបេះដូងតែធ្វើគាត់ខ្សោយហើយយើងនឿយហត់រហូតដល់បងប្អូនដែលមកពីក្រៅគាត់ទៅហៅមកញ៉ាំអៃស្គ្រីមនៅអេអន2នោះក៏ខ្ញុំមិនបានទៅដែរពិបាកប្រាប់ថាពេលដែលយើងនឿយហត់អស់កម្លាំងពិបាកប្រាប់ថាវាហត់ប៉ុណ្ណាគឺខ្លាំងមែនទែនតែអរគុណព្រះអង្គគឺប្រគុណរបស់ព្រះអង្គហើយស្រាប់តែ flight នោះវា cancel ពួកខ្ញុំជិះតាម Delta Air ពីស្រុកខ្មែរទៅវៀតណាមហើយឡើងពីវៀតណាមមកតាមក្បាលហ្វីលីពីនដល់ខ្ញុំឮថា flight cancel ខ្ញុំអរមែនទែនខ្ញុំថាអូអញ្ចឹងបាច់មកទីវាហត់ហើយកម្លាំងយើងនឿយហើយតែទៅកូនថាមកឲ្យ cancel តែមក flight ទេពីខ្មែរទៅវៀតណាមព្រោះក្បាលហោះនោះវាទៅប្រទេសទៅបែកអារ៉ាប់នោះវាពី cancel ប៉ុន្តែក្បាលហោះមក Perth មកអូស្ត្រាលីគេអត់ cancel ទេអញ្ចឹងត្រូវទៅមកហើយអរគុណលោកគ្រូសម្បត្តិអរគុណដល់បងប្អូនហើយអ្នកដែលបានទទួលកក់ក្ដៅក្រុមគ្រួសារជំដាក្រុមគ្រួសារម៉ាលីនិងបងប្អូនទាំងអស់ដែលផ្ដល់ភាពកក់ក្ដៅមកហើយលោកគ្រូសំសរិនគាត់ទៅខ្ញុំទៅលេងផ្ទះគាត់ទៅរៀបចំម្ហូបចំណីចិន្តាមកទៅអង្គុយស្ដាប់ចម្រៀងនេះខ្ញុំធ្លាប់ប្រើហើយម៉ូសេកំណត់ចាំដែរម៉ូសេយើងប្រើតាមរត់យោច្រើនហើយចម្រៀងលោកគ្រូសំសរិនហើយអង្គុយស្ដាប់រហូតដល់ពេលយើងបែកចេញពីផ្ទះរបស់គាត់ដល់ពេលយប់ដល់ dinner ចប់ចម្រៀងនឹងចាប់រហូតហើយរំលឹកហើយរូបលេដូសូមថាចូលចម្រៀងលោកគ្រូសំសរិនយកទៅឲ្យក្រុមចំណងអញ្ចឹងរត់ទៅផ្សារទៅទិញ USB កោះពីចម្រៀងនឹងយកទៅស្រុកខ្មែរទៀតដើម្បីថតចម្លងឲ្យក្រុមចំណងស្រួលច្រៀងហើយអញ្ចឹងអរគុណព្រះអង្គដែលនាំចិត្តឲ្យខ្ញុំចេះជួលឲ្យខ្ញុំស្ដារឡើងវិញខ
ខ្ញុំមានអារម្មណ៍ថាចាហើយសម្រាប់លោកគ្រូសម្បត្តិរំលឹករឿងចាស់ការបដូរផ្ដាច់ជាមួយគ្នាធ្វើឲ្យដូចជាមានកម្លាំងដាស់ឡើងវិញហើយសូមអរគុណខ្លាំងមែនទែនលោកគ្រូហើយនឹងបងស្រីបងប្អូនទាំងអស់យើងបានផ្ដល់កម្លាំងដល់គ្នាទៅវិញទៅមកក្នុងប្រគុណរបស់ព្រះអង្គមុននឹងយើងចូលទៅក្នុងព្រះបន្ទូលខ្ញុំសូមយើងសម្រុំចិត្តអធិដ្ឋានជាមួយគ្នាព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធអរព្រគុណព្រះអង្គចំពោះព្រះគុណសេចក្តីមេត្តាករុណារបស់ព្រះអង្គដែលនាំយើងឲ្យបានស្គាល់ព្រះអង្គដែលនាំយើងបានទទួលពន្លឺក្នុងទ្រង់សូមព្រះអង្គបន្តធ្វើការនៅក្នុងជីវិតរបស់យើងតទៅទៀតមានបន្ទូលមកកាន់យើងទាំងអស់គ្នាដោយសារព្រះបន្ទូលរបស់ព្រះអង្គយើងសូមអរគុណព្រះអង្គសរសើររំកាំទ្រង់និងថ្វាយពេលវេលានេះដល់យើងវត្តមានរបស់ព្រះអង្គកណ្ដាលចំណោមយើងហើយឲ្យយើងបានប្រកបស្និទ្ធស្នាលជាមួយព្រះអង្គតាមរយៈព្រះបន្ទូលទ្រង់សូមអរគុណព្រះអង្គដែលនៅព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមបើកក្នុងគម្ពីរទំនុកដំកើងចំពោះ67ទំនុកដំកើង67គម្ពីរទំនុកដំកើង67គម្ពីរទំនុកដំកើងជាគម្ពីរមួយដែលពិសេសនៅក្នុងបណ្ដាព្រះគម្ពីរដែលវែងជាងគេមានដល់ទៅ157ជំពូកហើយមានអ្នកតែងមានឈ្មោះដល់ទៅ7ហើយមានអ្នកផ្សេងទៀតដែលមិនមានឈ្មោះតែអ្នកតែងដែលច្រើនជាងគេក្នុង150ជំពូកនោះមានស្ដេចដាវីតដែលតែងច្រើនជាងគេគឺ73ជំពូកអញ្ចឹងស្ទើរតែ 50% ដែលស្ដេចដាវីតដែលលោកជាអ្នកតែងគម្ពីរទំនុកដំកើងក៏និយាយអំពីការសរសើរដំកើងក៏និយាយអំពីបច្ចុប្បន្នភាពគឺការដែលយើងចូលទៅចំពោះព្រះក្នុងការទិដ្ឋានក៏និយាយអំពីទំនាយទៅអនាគតផងដែរខ្ញុំសូមអានខ1នេះជាសេចក្តីអធិដ្ឋានដូច្នេះហើយលំនាំដែលរៀបចំឲ្យយើងអាចចូលទៅចំពោះព្រះអង្គក្នុងសេចក្តីអធិដ្ឋានហើយក៏យើងអាចរៀនតាមសេចក្តីអធិដ្ឋាននៅក្នុងគម្ពីរទំនុកដំកើងសូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំហើយប្រទានពរផងសូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកយើងខ្ញុំនេះជាការដែលយើងចូលទៅចំពោះព្រះអង្គសូមព្រះអង្គមេត្តាសូមព្រះអង្គអាណិតភាសាអង់គ្លេស be gracious into me be gracious to me សូមព្រះគុណរបស់ព្រះអង្គផ្សាយមកលើខ្ញុំព្រោះអីយើងបានទទួលសេចក្តីសង្គ្រោះដោយសារព្រះគុណរបស់ព្រះដូច្នេះការចូលទៅចំពោះព្រះអង្គគឺដោយសារព្រះគុណនិងសេចក្តីមេត្តាករុណារបស់ព្រះមិនមែនការល្អដែលយើងធ្វើមិនមែនដោយសារអ្វីទេគឺដោយសារព្រះចេស្តារបស់ព្រះដោយសារព្រះហស្ថរបស់ព្រះអង្គព្រះហស្ថដែលបង្កើតទីនេះផែនដីនិងមនុស្សសពសាពើហើយព្រះហស្ថដែលបានបង្កើតយើងហើយសង្គ្រោះយើងពេលដែលយើងបានឃ្លាតឆ្ងាយពីព្រះអង្គក៏បានប្រទានអំណាចឲ្យយើងបានខ្លាយទៅជាកូនព្រះសូមផ្សាយមេត្តារបស់ព្រះអង្គជាច្រើនដងយើងត្រូវចូលទៅចំពោះព្រះអង្គសូមសេចក្តីមេត្តាសូមសេចក្តីមេត្តាពេលដែលលោករ៉ូបលេដូប្តីខ្ញុំដែលគាត់ឈឺធ្ងន់មែនទែនឆ្នាំ2005ពេទ្យយើងទៅថៃពេទ្យថៃថាជីវិតរបស់គាត់នៅតែខ្សែស្លាប់ហើយគាត់សូមទៅព្រះគាត់សូមសេចក្តីមេត្តាមកពីព្រះហើយខ្ញុំសួរថាអត់មានសូមអីទៀតទេអត់មានសួរថាព្រះអង្គជាព្រះព្រះអង្គជ្រាបទាំងអស់
ចឹងហើយយើងចូលទៅចំពោះព្រះអង្គគឺសូមសេចក្តីមេត្តាដែលមកពីព្រះអង្គហើយគាត់សូមមួយថាកូនខ្ញុំនៅតូចតែនោះដាវីតកូនខ្ញុំហើយនឹងសាមីនៅអូស្ត្រាលីសាមីមកនៅស្នាក់នៅផ្ទះក្រុមគ្រួសារគូសំរិននៅជាមួយចិនតាហើយ David នៅ New Zealand គាត់ថាកូនខ្ញុំនៅតូចគេត្រូវការខ្ញុំហើយប្រពន្ធខ្ញុំក៏ត្រូវការខ្ញុំដែរគាត់មិនអាចប្រឈមការនេះបានទេសូមព្រះអង្គមេត្តាដល់ជីវិតគាត់ហើយព្រះអង្គបានទុកគាត់រហូតដល់សប្តាហ៍ថ្ងៃឲ្យគាត់មកហើយគាត់មានដុំសាច់មួយដុំនៅកញ្ចឹងកដែលនៅគៀកនឹងគេហៅថាខ្សែពួរខ្សែ brainstem ហើយអបបាក់វាកាត់មែនតែសូមបីតក្របដែលវាទុយប្រពន្ធកតុយធូបឬក៏ប្រពន្ធចុងសក់ហ្នឹងក៏វាអាចដុំមកវិញដែរហើយវាធ្វើឲ្យហើយគាត់សូមសេចក្តីមេត្តាគូក្បាលរបស់យើងទឹកចូលទៅដល់គូក្បាលទឹកទាំងឈាមវាញែកជាពីរមួយជាទឹកមួយជាឈាមហើយវាទៅបែកទៅសៃទឹកហើយទៅដកនៅក្បាលបើបែកទៅសៃឈាមគាត់ស្លាប់យូរហើយតែបើទៅសៃទឹកគេបូមទឹកចេញគេវះកាត់ទៅគេដាក់ទៅយោមួយឲ្យទឹកដែលចូលទៅខួរក្បាលហ្នឹងចុះពីតាមចូលទៅកំពង់កវិញព្រះអង្គធ្វើការអស្ចារ្យសូមសេចក្តីមេត្តាហើយព្រះអង្គឆ្លើយតប21ឆ្នាំគាត់រស់ដល់សប្តាហ៍ថ្ងៃហើយប្រទានពរផងទាំងអស់គ្នាយើងចង់បានប្រពរចូលទៅរកសេចក្តីសប្បុរសរបស់ព្រះអង្គសេចក្តីមេត្តាហើយសូមប្រទានពរផងពរនោះព្រះអង្គបានសន្យាថាឲ្យដល់ឪពុកនៃសេចក្តីជំនឿរបស់យើងលោកអាប់រ៉ាហាំនៅក្នុងលោកកបាត់ចំពោះ12ខ2ព្រះអង្គមានបន្ទូលទៅអាប់រ៉ាហាំថាកណ្ដអាប់រ៉ាំអញនឹងបង្កើតនគរមួយយ៉ាងធំពីឯងអញនឹងឲ្យពរដល់ឯងទាំងលើកឈ្មោះឯងជាធំអញនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយអញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯងហើយនឹងដាក់បណ្ដាសាដល់អ្នកណាដែលផ្ដាសាឯងព្រមទាំងគ្រួនៅផែនដីបានពរដោយសារឯងអាប់រ៉ាហាំមិនទាន់ទាំងដឹងអំពីការប្រពរនេះទេតែព្រះអង្គប្រាប់ជាមុនថាព្រះអង្គនឹងឲ្យពរហើយនឹងបានពរដល់អ្នកណាដែលឲ្យពរដល់ឯងសូមយើងងាកបែរទៅគ្នាទៅមកហើយយើងនិយាយថាសូមព្រះអង្គប្រទានពរព្រះអង្គសន្យាថាព្រះអង្គនឹងប្រទានពរដល់អ្នកណាដែលឲ្យពរដល់ឯងសូមឲ្យយើងបន្តក្នុងការឲ្យពរដល់គ្នាទៅវិញទៅមកក្នុងការផ្ដល់សេចក្តីលើកទឹកចិត្តដល់គ្នាទៅវិញទៅមកព្រោះឯព្រះអង្គបានសន្យាហើយយើងប៉ះពាល់កូនទ្រង់មិនបានទេព្រះអង្គមានបន្ទូលទៅកាន់ពលថាឯងធាក់ជល់នឹងចំនួនពិបាកដល់ឯងណាស់អញ្ចឹងហើយគេជាពូជរបស់ព្រះជាម្ចាស់ដោយសារសេចក្តីជំនឿសូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមកយើងខ្ញុំអ្វីដែលយើងចង់បានចូលគៀកគិតជាមួយព្រះអង្គយើងចង់ឃើញពន្លឺរបស់ព្រះអង្គភ្លឺមកលើយើងគម្ពីរទំនុកដំកើងចំពុក17ខ15ទំនុកដំកើងចំពុក12ខ15ឯទូលបង្គំវិញទូលបង្គំនឹងរំពឹងមើលព្រះភ័ក្ត្រទ្រង់ដោយសេចក្តីសុចរិតកាលណាទូលបង្គំភ្ញាក់ឡើងនោះនឹងបានស្កប់ចិត្តដោយឃើញរូបអង្គទ្រង់
ដែលយើងចង់បានពន្លឺរបស់ព្រះអង្គហើយស្ដេចដាវីតបានពោលថាទូបង្គំរំពឹងមើលព្រះភ័ក្ត្រទ្រង់ដោយសេចក្តីសុចរិតដោយសេចក្តីជំនឿយើងបានសុចរិតហើយពេលដែលភ្ញាក់ឡើងបងប្អូនពេលភ្ញាក់ពីគេងឡើងយើងចង់ឃើញព្រះភ័ក្ត្ររបស់ព្រះអង្គទីមួយដែលយើងចង់ឃើញព្រះភ័ក្ត្រព្រះអង្គមុននឹងចូលគេងអធិដ្ឋានទៅរកព្រះអង្គពេលក្រោកឡើងរកព្រះអង្គម្ដងទៀតនៅក្នុងសាច់ឈាមនៅក្នុងព្រលឹងនៅក្នុងវិញ្ញាណរបស់យើងចង់ឃើញព្រះភ័ក្ត្ររបស់ព្រះអង្គហើយពេលថ្ងៃដែលជីវិតដែលយើងចប់នៅផែនដីនេះស្ដេចដាវីតបានពោលថាខ្ញុំនឹងស្កប់ចិត្តដោយឃើញរូបអង្គទ្រង់ស្កប់ចិត្តពេលដែលព្រះអង្គបំផ្លាស់បំប្រែយើងពីរូបកាយយើងនេះឲ្យល្អផូរផង់គឺលោពីរូបកាយនៅផែនដីនេះទៅជាពីស្រីល្អទៅស្រីល្អគឺល្អហើយល្អទៅពីស្រីល្អទៅស្រីល្អដូច្នេះយើងមើលព្រៀងរូបអង្គរបស់ព្រះអង្គប៉ុន្តែនោះព្រះអង្គយើងឃើញច្បាស់នេះគឺជាសេចក្តីដែលយើងត្រូវទៅឋានសម្រាប់ខ្លួនយើងយើងមើលទៅក្នុងខ2មិញយើងនិយាយអំពីការគឺថាចូលទៅចំពោះព្រះអង្គឥឡូវចំណុចមួយទៀតដើម្បីអីយើងឃើញយើងចង់ឃើញព្រះភ័ក្ត្ររបស់ផងយើងចង់ឃើញពលឺរបស់ព្រះអង្គភ្លឺមកលើយើងដើម្បីអីខ2ដើម្បីឲ្យអត់ឬមិនបានបិទវិញមីក្រូហ្វូននេះមិនលឺច្បាស់ស្អីអី ឥឡូវយើងចូលមកក្នុងខ2យើងចង់ឲ្យពន្លឺរបស់ព្រះអង្គភ្លឺមកយើងខ2ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់ហើយឲ្យអស់ទាំងសះដទៃបានស្គាល់សេចក្តីសង្គ្រោះរបស់ផងទ្រង់យើងចង់រស់នៅក្នុងពន្លឺរបស់ព្រះអង្គដើម្បីអីដើម្បីឲ្យពន្លឺរបស់ព្រះអង្គបានជះចេញទៅតាមរយៈយើងតែលោកគ្រូសម្បត្តិគាត់រំលឹកឡើងវិញគឺរំលឹកខ្ញុំឡើងវិញថាយើងរស់នៅដើម្បីអីដើម្បីឲ្យអ្នកដទៃបានស្គាល់ផ្លូវរបស់ព្រះអង្គផងដើម្បីឲ្យសាសដទៃបានស្គាល់សេចក្តីសង្គ្រោះរបស់ព្រះអង្គផងនេះជាការដែលយើងត្រូវអធិដ្ឋានឲ្យយើងបានទទួលនៅពន្លឺរបស់ព្រះអង្គភ្លឺមកក្នុងជីវិតរបស់យើងហើយឲ្យអ្នកដទៃបានឃើញផ្លូវរបស់ព្រះអង្គបើគ្មានផ្លូវរបស់ព្រះអង្គទេគឺយើងគ្មានសេចក្តីសង្ឃឹមទេយើងរស់មកព្រិចភ្នែកនៅផែនដីនេះយើងចាប់ហើយយើងទៅណាហើយរស់ទាំងវង្វេងវង្វាន់មនុស្សដែលអត់ស្គាល់ព្រះអង្គដើរទាំងងងឹតងងល់មានសេចក្តីសង្ឃឹមតែមួយគឺក្នុងព្រះសម្រាប់យើងសម្រាប់ជនជាតិរបស់យើងសម្រាប់ជាតិសាសន៍ដទៃឲ្យគេបានស្គាល់ព្រះអង្គថ្ងៃមួយគេនឹងឃើញព្រះអង្គច្បាស់ពេលដែលព្រះអង្គយាងមកប៉ុន្តែវាអាចជឿពេលអញ្ចឹងព្រះអង្គទុកពេលអោព្រះអង្គអើយខ3សូមឲ្យជនជាតិទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងអស់សរសើរដល់ទ្រង់សូមឲ្យអស់ទាំងនគរបានអរសប្បាយហើយច្រៀងដោយអំណរយើងចង់សរសើរព្រះអង្គយើងច្រៀងយើងត្រៀមខ្ញុំឃើញបងប្អូនត្រៀមខ្លួនណាហើយមក early practice សាឡចម្រៀងហើយច្រៀងសរសើរព្រះអង្គហើយយើងចង់ឲ្យអ្នកដទៃយើងចង់ឲ្យសាសដទៃបានសរសើររំកើងដល់ព្រះអង្គផងដែរ
ឲ្យជនទាំងឡាយសរសើរដល់ព្រះអង្គបង្កើតយើងមកដើម្បីអីនៅក្នុងគម្ពីរអេសាយចំពុក43ខ21ទ្រង់បានជប់ស្អងគេដើម្បីជាទីគួរប្រហារតីនិងនាំការសរសើរដល់ទ្រង់បងប្អូនដាំផ្កាដើម្បីទទួលការសរសើរមើលគេមើលនឹងល្អណាស់អូគូឲ្យស្រឡាញ់អង្គបង្កើតយើងដើម្បីនាំការសរសើរដល់ទ្រង់ចឹងហើយនេះជាសេចក្តីដែលយើងគួរទិដ្ឋានឲ្យជនទាំងឡាយបានស្គាល់ព្រះអង្គឲ្យជនទាំងឡាយបានសរសើរដល់ព្រះនាមទ្រង់ដើម្បីឲ្យគេបានមានអំណរហើយច្រៀងដោយអំណរមិនមែនគ្រាន់តែច្រៀងទេច្រៀងដោយអំណរចឹងរូបលេដូមកជិះកប៉ាល់ហោះរាប់សិបគីឡូម៉ែត្រនិងប្រហែលគីឡូទេពីស្រុកខ្មែរមកនេះជួបលោកគ្រូសំស្រិនសូមផ្ដល់ចម្រៀងដើម្បីឲ្យខ្ញុំកើតមនុស្សលោកមកក្នុងគោលដៅនោះពីអេសាយ43ខ21ថាទ្រង់ជប់សូនគេដើម្បីឲ្យគេបាននាំការសរសើរដំកើងដល់ព្រះនាមទ្រង់ហើយអសប្បាយយ៉ាងបើសិនជាបងប្អូនដូចជាកូលយាតជួបជាមួយកូលយាតហើយត្រូវប្រឈមអសប្បាយដោយសារព្រះអង្គយើងជួបសង្គ្រាមយើងបានអសប្បាយយ៉ាងម៉េចដោយសារព្រះអង្គហើយយើងចង់ឃើញជាតិសាសន៍ដទៃបានអសប្បាយដែរអសប្បាយអស់ពីដួងចិត្តអស់ពីហារតីអសប្បាយស្ដីអំណរដែលលោកីមិនអាចឲ្យបានគឺអសប្បាយក្នុងការបម្រើព្រះអង្គអសប្បាយក្នុងការនាំព្រលឹងមកស្គាល់ព្រះអង្គទូសម្បត្តិគាត់ផ្ញើឯកសារឲ្យខ្ញុំមកតាំងពីឆ្នាំ90ឲ្យខ្ញុំមកហើយពេលដែលយើងគិតថានឹងធ្វើការជាមួយគ្នាពីអូស្ត្រាលីទៅស្រុកខ្មែរយើងបើកចឹងខ្ញុំក៏សម្រេចចិត្តទៅស្រុកខ្មែរដើម្បីធ្វើកិច្ចការបានទូលំទូលាយពួកយើងចង់បង្កើតផងវិទ្យុហើយខ្ញុំធ្វើកិច្ចការនោះរហូតដល់រហូតដល់ចប់ខ្ញុំរត្រែងតែការងារក៏អត់ចាប់ត្រឹមហ្នឹងទេមានអ្នកចំនួនក្រោយបុគ្គលិករបស់ខ្ញុំសប្តាហ៍ឈរជានាយកខ្ញុំនៅធ្វើការតាមស្រុកតាមភូមិតាមក្រុមជំនុំយើងនៅបន្តលើកទឹកចិត្តគេឲ្យផ្សាយដំណឹងល្អដើម្បីអីត្បិតទ្រង់នឹងជំនុំជម្រះអស់ទាំងសះដោយទៀងត្រង់ហើយគ្រប់គ្រងលើនគរដែលនៅផែនដីនេះជាទំនាយទៅមុខយើងនិយាយពីការសរសើរយើងនិយាយអំពីបច្ចុប្បន្នភាពក្នុងការចូលទៅចំពោះព្រះអង្គក្នុងការទំនាក់ទំនងជាមួយព្រះអង្គហើយនេះជាទំនាយព្រះអង្គនឹងជំនុំជម្រះដូច្នេះហើយរឿងដែលយើងចង់ឲ្យគេបានស្គាល់ផ្លូវព្រះអង្គដើម្បីឲ្យគេបានសរសើរដំណើរព្រះអង្គដើម្បីជីវិតគេបានផ្លាស់ប្រែបែរចេញពីស្ដីងងឹតឲ្យស្គាល់ពន្លឺរបស់ព្រះឲ្យបានស្កប់ចិត្តពេលដែលបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គច្បាស់កាន់តែច្បាស់ហើយឲ្យបានផ្សាយសេចក្តីអំណរផ្សាយសេចក្តីដែលគួរនឹងសរសើរដល់ព្រះអង្គឲ្យអ្នកដទៃបានឃើញផងដែរពេលដែលអ្នកដែលមិនស្គាល់ព្រះអង្គរងទុក្ខគឺផ្លូវមួយគឺបញ្ចប់ច្រើនណាស់តែពេលដែលយើងស្គាល់ព្រះអង្គទ្រង់ចាំផងសូមព្រះអង្គមេត្តាមិនមែនយើងធ្វើទាំងអស់បានទេតែពេលដែលយើងនឿយហត់ខ្លាំងពេកខ្ញុំស្ទើរតែមកមិនកើខ្ញុំអស់កម្លាំងខ្លាំងមែនទែនតែមិនមានព្រះអង្គខ្ញុំមកសិនដើម្បីជួបបងប្អូនទទួលការលើកទឹកចិត្តបងប្អូនលើកទឹកចិត្តបងប្អូនហើយទទួលការលើកទឹកចិត្តពីបងប្អូនដើម្បីឲ្យមានកម្លាំងទៅមុខទៀតហើយបើសិនជាខ្ញុំអត់បានមកខ្ញុំសូមប្រាប់បងប្អូនថាខ្ញុំនៅតែផែនផលបានជួបលោកគ្រូគាត់រំលឹកពីពេលមួយយើងសម្រេចថានឹងចូលទៅស្រុកខ្មែរនាំដំណឹងល្អទៅស្រុកខ្មែរដោះខ្ញុំមកវិញរំលឹកមកយើងវិញថាយើងបានសម្រេចថាធ្វើកិច្ចការដើម្បីនាំដំណឹងល្អ
ដើម្បីអីដើម្បីឲ្យប្រជាជនទាំងឡាយសាសទាំងឡាយបានរួចពីការជំនុំជម្រះបានស្គាល់ព្រះអង្គខប្រាំអោព្រះអង្គអើយឲ្យជនទាំងឡាយសរសើរដល់ទ្រង់ឲ្យជនទាំងអស់សរសើរទ្រង់ចុះនោះផែនដីនឹងបង្កើតផលឡើងហើយព្រះដ៏ជាព្រះនៃយើងទ្រង់នឹងប្រទានពរមកយើងខ្ញុំដើម្បីអីគេស្គាល់ព្រះគេបានទទួលសង្គ្រោះឲ្យគេបានសរសើរដំណើរដល់ព្រះអង្គហើយកណ្ណាកូនទ្រង់ទៅណាកន្លែងនោះរីកចម្រើនកន្លែងណាដែលកូនមានកូនព្រះអង្គផលផ្លែបានចម្រើនពេលដែលយើងទៅចូលទៅភូមិស្រុកឪពុកខ្ញុំគេថាដាំមិនបានទេកន្លែងហ្នឹងព្រោះអីស្ងួតណាស់ពុតហែងណាស់យើងលើកទឹកចិត្តឲ្យគេដាំទៅរដូវភ្លៀងដាំទៅយើងដាំយើងមិនត្រឹមតែថាទេយើងធ្វើយើងដាំឲ្យបានផលផ្លែអ្នកដែលធ្វើតាមបានផលផ្លែអ្នកដែលមិនយកចិត្តទុកដាក់យកដើមឈើយកទៅកវែងចោលទៅអត់បានផលផ្លែយើងដាំក្រូចឆ្មាយើងបានផលផ្លែទាំងល្អីហើយគេមកសូមពីយើងអ្នកដែលយកចិត្តទុកដាក់បានផលផ្លែហូរអ្នកដែលអត់នៅតែមករនៅតែមកសូមយើងព្រះអង្គប្រទានពរឲ្យពេលដែលយើងស្ដាប់បង្គាប់ដល់ព្រះហើយបង្កើតផលផ្លែព្រះអង្គសន្យាជាមួយអាប់រ៉ាមរួចហើយកន្លែងណាដែលយើងទៅព្រះអង្គប្រទានពរហើយព្រះអង្គប្រទានពរដល់អ្នកដែលឲ្យពរដល់ឯងដូច្នេះហើយសូមឲ្យពរដល់គ្នាបងប្អូនហើយសូមឲ្យពរដើម្បីឲ្យប្រពោព្រះអង្គចម្រើនហើយកណ្ដាលប្រពោព្រះអង្គចម្រើនយើងបានសរសើរដំណើរព្រះអង្គអ្នកដទៃបានទទួលប្រពោបានឃើញព្រះអង្គកាន់តែច្បាស់ថាមែនជីវិតរបស់ខ្ញុំបានផ្លាស់ប្រែពេលដែលខ្ញុំស្គាល់ព្រះអង្គខ្ញុំមានពន្លឺក្នុងព្រះអង្គខ្ញុំបានទទួលជីវិតកូនខ្ញុំមិនទៅផឹកគ្រឿងញៀនមិនទៅធ្វើអ្វីផ្ដេសផ្ដាសរស់នៅក្នុងប្រគុណព្រះអង្គជីវិតភ្លឺថ្លាដោយសារជីវិតភ្លឺថ្លានេះហើយដោយសារគេឃើញពន្លឺរបស់ព្រះអង្គហើយទាញគេឲ្យចូលទៅកាន់តាគៀកព្រះអង្គរកព្រះអង្គដូច្នេះហើយការរស់នៅក្នុងប្រគុណរបស់ព្រះអង្គវាសំខាន់ការដើរជាមួយព្រះអង្គហើយព្រះអង្គនឹងប្រទានពរពួកឯសន្យាតាំងពីដើមមកតាំងពីចំនួនដើមមកព្រះអង្គមានប្រពោរួចមកហើយព្រះអង្គសន្យាពីប្រពោនោះហើយព្រះអង្គនឹងប្រទានពរព្រះនឹងប្រទានពរមកយើងខ្ញុំជាពិតហើយអស់ទាំងចុងផែនដីបំផុតនឹងកោតខ្លាចដល់ទ្រង់ក្នុងព្រះពរក្នុងព្រះគុណរបស់ព្រះអង្គគេនឹងកោតខ្លាចដល់ព្រះអង្គមានគ្រួសារដែលជាប់ចំណងនៅស្រុកខ្មែរជាប់ចំណងឈឺគេសែនគេព្រេនក្រពីរឿងសែននឹងព្រេននឹងឯងហើយក្រុមគ្រួសារមួយឈឺខ្លាំងឈឺរហូតដល់កូនត្រូវស្លាប់កាលណាគេចំណែនគេទៅរកគ្រូអាប់មុខមកសម្រាប់ក្រុមគ្រួសារនោះពីមានរហូតមកដល់ក្រជពាក់គេដោយសារកូននឹងឈឺរោជំងឺនោះវាមិនឃើញដល់អស់រត់ទៅរកគ្រូរកគ្រីស្ទានឲ្យមកជួយទៅឋានពេទ្យគេគីបអបហើយពេលដល់កូននោះមកគ្រីស្ទានចាំយាមទៅឋានឲ្យម្ដាយពួកវាក៏ចូលទៅម្ដាយដែរហើយវាប្រាប់ថាជប់នឹងវានឹងយកម្ដាយឲ្យបូជាជាមួយកូននឹងពេលដែលកូននឹងមកវាចូលទៅម្ដាយថាវានឹងយកកូននឹងមុននឹងកូននឹងជួបពួកគ្រីស្ទានពួកវាធ្វើអីមិនបានយកកូននឹងស្លាប់តាមផ្លូវហើយគ្រីស្ទានត្រូវឈរជុំគ្នាទៅឋានហើយព្យាបាលគាត់3ខែយកគាត់ទៅដាក់វិហារទៀតចាំយាមទៅឋានរាល់ពេលវេលាពួកគាត់ដើរទៅគាត់ដួលអញ្ចឹងដើរទៅគាត់ដួលអញ្ចឹងទៅបណ្ដេញវិញ្ញាណនោះរហូតដល់បានជាក្រុមគ្រួសារទាំងមូលជឿព្រះអង្គក្រុមគ្រួសារនោះមានក្រុមគ្រួសារនឹងតែមួយសង់ព្រះវិហារបានម្ដាយឲ្យដីបងប្អូនមានសំណង់លោកសំណង់ឲ្យសំណង់ហើយក្រុមជំនុំជួយក្នុងការសាងសង់ឲ្យធ្វើបានហើយពលឺព្រះអង្គបានរះចាំព្រះអង្គបានប្រទានពរឲ្យគេព្រះអង្គនឹងប្រទានពរ
ឲ្យចុងផែនដីឃើញព្រះអង្គកោតខ្លាចព្រះអង្គថ្ងៃមួយព្រះអង្គយាងមកជាពិតហើយគេនឹងឃើញគេនឹងកោតខ្លាចតែពេលនេះជាពេលដែលយើងផ្សាយទៅកោតខ្លាចព្រះអង្គពេលដែលយើងរកទ្រង់ឃើញគប់ដល់ពេលអូហើយពេលព្រះអង្គយាងមកហើយអត់ថាអូអ៊ីស្រាអែលកោតខ្លាចព្រះអង្គត្រូវឆ្លងកាត់ភ្លើងរួយអត់ជឿពីព្រះអង្គទេប៉ុន្តែថ្ងៃនោះបានជឿព្រះអង្គហើយព្រះអង្គនឹងសង្គ្រោះគេបានគេជឿជាថាព្រះអង្គដែលគេសម្លាប់នោះគឺព្រះអង្គនឹងឯងគេនឹងស្រែករកព្រះអង្គតែយើងមានពរណាយើងជាជនជាតិមានពរដែលបានស្គាល់ព្រះអង្គពេលដែលយើងនៅរស់ហើយយើងដឹងថាយើងត្រូវទៅណាដូច្នេះហើយសូមឲ្យយើងរស់នៅក្នុងការទិដ្ឋានជាតិចដល់អ្នកដែលបាត់បង់អធិដ្ឋានជុំទៅចំពោះព្រះអង្គដើម្បីយើងបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គឲ្យបានពន្លឺរបស់ព្រះអង្គជះមកលើយើងហើយទទួលព្រះពរដោយយើងទទួលក្តីសន្យាហើយយើងពោលដល់អ្នកដែលនៅជុំវិញយើងជួបគ្នាសូមព្រះអង្គប្រទានពរជួបគ្នាលើកពីការសុខសប្បាយជាទេពួកបរទេសចូលចិត្តពាក្យថាសុខសប្បាយជាទេឥឡូវនឹងក្រុមគ្រួសារអ្នកឯងដល់ណាហើយអញកំពុងធ្វើអីសូមអរគុណហើយខ្ញុំស្រឡាញ់ខ្ញុំដល់ខ្ញុំរស់នៅខ្ញុំឃើញថាល្អមែនទែនដែលជួបគ្នាសួរសុខទុក្ខគ្នាហើយក្រុមគ្រួសារអ្នកឯងដល់ណាហើយមានការងារអីគេក៏ចែកចាយពីទឹកចិត្តរបស់គេរួចហើយគេឲ្យពរគ្នាទៅវិញមកឬក៏អត់ទៅតាមឲ្យគ្នាជាការល្អដែលមានការល្អជាច្រើនដែលយើងអាចរៀនបានមុននឹងខ្ញុំបញ្ចប់ខ្ញុំសូមឲ្យអ្នកនៅខាងក្រៅជួយបញ្ចាំងស្លាយបន្តិចនេះយើងឃើញមុនរដូវច្រូតនេះជាកិច្ចការដែលយើងនៅតែបន្តនៅក្នុងភូមិមួយភូមិនឹងឈ្មោះភូមិក្រូចហើយយើងមានសិក្ខាសាលាក្រុមភូមិផ្សេងចូលមកយើងបន្តលើកទឹកចិត្តឲ្យគេផ្សាយដំណឹងល្អក៏យើងមានដៃគូដែលកំពុងតែធ្វើកិច្ចការលើកទឹកចិត្តក្រុមជំនុំឲ្យដាំក្រុមជំនុំហើយនេះនៅក្នុងសាលាដែលរកលេដូបង្កើតនៅភូមិរបស់ពួកខ្ញុំយើងហៅក្រុមជំនុំតាមភូមិនៅក្នុងតំបន់ស្រុកនៅឃុំនៅក្បែរនឹងកំពុងតែបន្តរៀបចំជ្រោយដីកន្លែងនេះដីយើងទិញសម្រាប់កីឡាបន្តតទៅទៀតហើយយើងក៏ធ្វើការ training នៅ FEBC ដែរម៉ូសេគាត់ធ្លាប់ធ្វើការជាមួយខ្ញុំគាត់ជា manager នៅប៉ុស្តិ៍នៅវិទ្យុ FEBC ហើយយើងឲ្យឈ្មោះថាវិទ្យុគ្រួសារលោកគ្រូសម្បត្តិគ្រូសំរិនចង់ឲ្យខ្ញុំមកហើយខ្ញុំមិនមកខ្ញុំទៅស្រុកខ្មែរវិញហើយទៅបង្កើតប៉ុស្តិ៍វិទ្យុនឹងហើយអ្នកគ្រប់គ្រងវិទ្យុនឹងម្នាក់គាត់ឈ្មោះម៉ូសេគាត់នៅនឹងអរគុណព្រះអង្គដែលបងប្អូនបានទទួលគាត់យ៉ាងកក់ក្ដៅទេហើយយើងបន្តចូលទៅកាន់កុមារយើងឃើញថាអ្នកជឿព្រះអង្គច្រើនប៉ុន្តែនៅដដែលតែបើយើងជុំទៅដល់កុមារមានការវែងឆ្ងាយទៅមុខហើយយើងឲ្យគេមានការអប់រំយើងបើយើងអាចជួយតបដល់ព្រះវិហារខ្លះយើងជួយតបជួយឧបត្ថម្ភឲ្យគេអាចមានកម្មវិធីកុមារហើយនេះនៅភូមិមួយដែលយើងចុះទៅផ្សាយដំណឹងល្អហើយបានកើតជាក្រុមជំនុំនេះក្រុមជំនុំនេះទៅ2-3ឆ្នាំទេហើយយើងលើកទឹកចិត្តឲ្យឈានទៅកាន់កុមារផងដែរហើយនឹងផុតពីកុមារវាចូលទៅដល់ជំទង់
អញ្ចឹងហើយយើងត្រូវបន្តទៀតយើងជួយគេក្នុងកិច្ចការកីឡាឲ្យគេបន្តចូលក្នុងដំណឹងល្អទៅគេឲ្យស្រុកខ្មែរសម្បូរការណាស់បើសិនជានៅភូមិវិញមួយអាទិត្យអាច2-3ពេលរដូវកាលអាច2-3រោងក៏ថាបានវិញដែលខ្ញុំផ្សំគុំនេះវាជាចៅនៅទូចល្មិចល្មក់មិនទាន់នឹងអីផងសុខជំតុំមិនទាន់អីផងកំឡោះមិនទាន់នឹងអីសុំរៀបការវាឆាប់អញ្ចឹងហើយចាវាជាចៅហើយជាចៅហើយខ្ញុំក៏ចូលជួយសាលាកាពីមួយនៅកំពង់ឆ្នាំងបាន2ឆ្នាំហើយក៏ស្ដារសាលានេះឡើងវិញពួកសាលានេះស្ទើរតែដួលទៅមានបញ្ហាខ្លះកើតឡើងប្រហែលជាបងប្អូននៅនេះអត់មានបញ្ហាទេនៅស្បូរបញ្ហាដោះស្រាយបញ្ហាជានេះគណៈកម្មការគ្រូសិស្សហើយនឹងចូលទៅរីទ្រីតនៅកោះស្ដេចហើយមានអ្នកឧបត្ថម្ភគាត់នៅប្រទេសកាណាដាហើយនឹងដើមឆ្នាំនេះយើងមានកម្មវិធីធំFranklin Graham ជាមួយនឹងBGA Billy Graham Evangelical Association គេចូលទៅស្រុកខ្មែរគេនាំដំណឹងល្អទៅហើយជួបជុំលើកទឹកចិត្តអ្នកដឹកនាំនិងផ្សាយដំណឹងល្អប្រើ start airport ចាស់អាកាសយានដ្ឋានចាស់នៅសៀមរាបហើយគេឲ្យយើងប្រើអរគុណព្រះអង្គដែលបានធ្វើកិច្ចការនោះផ្សាយដំណឹងល្អយើងចូលទៅយើងផ្សាយដល់ប្រហែលជា5ខេត្តធំនេះនៅ start នៅ airport ចាស់នាំដំណឹងល្អបង្រៀនគេឲ្យចេះផ្សាយដំណឹងល្អហើយយកអ្នកថ្មីនឹងមកចូលទៅដើម្បីគេទទួលដំណឹងល្អហើយទទួលការផ្លាស់ប្រែទទួលព្រះអង្គចាស់ជាមួយ Franklin Graham មនុស្សរាប់ពាន់នាក់បាទថ្ងៃទី1បាន10000នាក់ជាងថ្ងៃទី2បាន10000នាក់ជាងតែអ្នកជឿព្រះអង្គប្រហែលជា2-3000នាក់ខ្ញុំមិនចាំច្បាស់តួលេខយើងផុតពីកុមារយុវជនរួចហើយយុវជនយើងជួយជាកីឡានេះយើងលើកទឹកចិត្តនេះជាគំរូដែលខ្ញុំធ្វើឲ្យខ្ញុំប្រាប់ដល់ក្រុមជំនុំដល់ទេទៀតឲ្យគេធ្វើដែរបើយើងជួយទៅយើងត្រូវតែជួយដល់ឲ្យគេមានអ្វីដែលអាចប្រកបហើយអាចផ្សាយដំណឹងល្អបន្តការផ្សាយដំណឹងល្អការរៀបចំម្ហូបចំណីដីធ្លីវាទាមទារច្រើនសម្រាប់ក្រុមជំនុំមានការអភិវឌ្ឍតែយើងត្រូវតែធ្វើភូមិរបស់ពួកខ្ញុំកុមារដូចខ្ញុំនិយាយអញ្ចឹងកុមារជំទង់ផុតពីជំទង់កំឡោះកំមុំហើយចូលមហាវិទ្យាល័យគេនៅតែបន្តទៀតជួយគេដូច្នេះហើយបើកិច្ចការវាច្រើនយើងចង់ធ្វើជាគំរូដល់អ្នកដទៃទៀតឲ្យឃើញកិច្ចការដែលយើងធ្វើហើយបន្តទៅទៀតចាសូមបន្តដំណឹងល្អសូមបន្តការអធិដ្ឋានយើងរួមជាមួយគ្នាដើម្បីនាំពរដល់ស្រុកជាតិយើងដល់អ្នកជិតខាងយើងដល់អ្នកជិតអ្នកឆ្ងាយដល់សាសដទៃឲ្យគេបានស្គាល់ព្រះអង្គផងសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំ